សូមជូនរឿងប្រវត្តិខេត្តស្ទឹងត្រែងខេត្តស្ទឹងត្រែងគឺជាខេត្តមួយនៅចុងខាងជើងនៃប្រទេសកម្ពុជាឈ្មោះដើមហៅថាសុវណ្ណបុរៈនៃដែនដីសុវណ្ណភូមិកម្ពុជាកៈប្រាសាទបុរាណខ្មែរសាងច្រើនពីឥដ្ឋលាយថ្មភក់ក្នុងសម័យហ្វូណននិងដើមសម័យចេនឡានឹងអាចតាមអ្នកស្រុកថាឆ្មឹងតេងតាមភាសាសំស្ក្រឹតភាសាលាវថាសៀងកេងដែលមានព្រះសីវលឹង្គរកឃើញចំនួន2គឺព្រះគិវលឹង្គសុវណ្ណេខ្វរៈនិងព្រះគិវលឹង្គសុវណ្ណលឹង្គនិងមានទន្លេមេគង្គត្រូវហៅឈ្មោះដើមថាទន្លេកម្ពុជឬកម្ពុជាហៅតាមសំស្ក្រឹតថាមហាតៃថៈហើយក្រុងស្ទឹងត្រែងត្រូវប្រសពទន្លេជាច្រើនខ្សែហៅថាតៃថៈត្រូវចាត់ទុកជាទន្លេលាងបាបនិងមានមន្តសិរីជ័យមង្គលដល់អ្នកស្រុកទីក្រុងរបស់ខេត្តស្ទឹងត្រែងមានឈ្មោះថាទីក្រុងស្ទឹងត្រែងខេត្តមួយនៃប្រទេសកម្ពុជានៅភាគឦសានដែលមានព្រំប្រទល់ជាប់ខេត្តរតនគិរីនៅខាងកើតខេត្តមណ្ឌលគិរីនិងខេត្តក្រចេះនៅខាងត្បូងនិងខេត្តកំពង់ធំនិងខេត្តព្រះវិហារនៅខាងលិចខេត្តនេះមានព្រំប្រទល់ខាងជើងជាប់នឹងព្រំដែនអន្តរជាតិឡាវក្នុងនេះមានទន្លេមេគង្គហូរកាត់ខេត្តនេះភាគច្រើនគ្របដណ្ដប់ដោយព្រៃឈើនិងធនធានជលផលមានសភាពសម្បូរបែបអំពីឈ្មោះខេត្តស្ទឹងត្រែងកាលពីដើមឡើយមានឈ្មោះថាទន្លេរពៅកំណើតខេត្តស្ទឹងត្រែងកើតឡើងដោយសារព្រះសង្ឃមួយអង្គជានេនលាចាកសិក្ខាបទព្រះនាមសៀងពែងមកពីស្រុកវៀងច័ន្ទបានលើកដែនសារតឹងតែងនេះថ្វាយមកព្រះករុណាក្រុងកម្ពុជាព្រះករុណាក្រុងកម្ពុជាទ្រង់ទទួលដង្វាយនេះហើយទ្រង់បានតែងតាំងលោកពែងជាចៅហ្វាយខេត្តនៅក្នុងអំណាចព្រះចៅក្រុងកម្ពុជាបន្ទាប់ពីត្រូវព្រះរាជាតែងតាំងជាចៅហ្វាយខេត្តលោកឧកញ៉ាពែងបាននាំសួយសារអាករទៅថ្វាយព្រះចៅក្រុងកម្ពុជាបានរយៈពេល3ឆ្នាំទើបគិតដោះខ្លួនចេញពីអំណាចខ្មែរហើយបានរត់ចាកចោលផែនដែនសាតឹងតែងទៅរស់នៅស្រុកវើនសៃវិញក្រោយពីលោកឧកញ៉ាពែងបានរត់ចាកចោលដែនសាតឹងតែងកូនប្រុសរបស់លោកឈ្មោះថាជាពែងញ៉ាសំក៏ត្រូវបានទទួលងារជាចៅហ្វាយខេត្តបន្តពីលោកជាពែងញ៉សំបានរួមគំនិតខົບខិតជាមួយរាជក្នុងខេត្តរបស់ខ្លួនចូលទៅជ្រកកោនក្រោមម្លប់ព្រះចៅនគរសៀមបានតែងតាំងងារជាពែងញ៉ាសំទៅជាចៅមឿងសៀងតែងដូច្នេះឈ្មោះសៀងតែងជាភាសាឡាវប្រែថាលោកនេនដែលលាចាកសិក្ខាបទបានកសាងឡើងយូរមកប្រជាជនខ្មែរយើងហៅคล้ายនាមសៀងតែងទៅជាឈ្មោះស្ទឹងត្រែងវិញរហូតមកដល់បច្ចុប្បន្នគឺមានន័យថាស្រុកមានស្ទឹងដោះស្មៅត្រែងប្រវត្តិសាស្ត្រខេត្តស្ទឹងត្រែងមានរឿងភ្ជាប់ទៅនឹងពងសាវតាតាំងពីយូរលង់ណាស់មកហើយរវាង600គ្រិស្តសករាជក្នុងរាជព្រះបាទឦសានវរ្ម័ននិងព្រះបាទជ័យវរ្ម័នដោយពេលនោះក្រុងកម្ពុជាត្រូវបាន
ចែកចេញជាពីរនគរនគរមួយមានទីក្រុងឈ្មោះភវបុរៈមួយទៀតឈ្មោះទីក្រុងសម្ភុបុរៈឬស្រុកសម្បូរសពថ្ងៃហើយខេត្តស្ទឹងត្រែងគឺស្ថិតនៅក្រុងទី2នេះហើយរហូតដល់600គ្រិស្តសករាជនគរទាំងពីរបានបង្រួបបង្រួមគ្នាទៅជាក្រុងកម្ពុជាតែមួយនិងបានលើកទីក្រុងទៅតាំងនៅអង្គរវិញនៅគ្រិស្តសករាជ1400កាលបែកបន្ទាយលង្វែកដោយសារកងទ័ពសៀមពេលនោះព្រះបាទសុទ្ធាភាព្រះអង្គបានរត់ទៅពួននៅស្ទឹងត្រែងក្នុងអំឡុងសករាជនេះទ័ពសៀមនិងទ័ពលាវបានលុកលុយចូលក្រុងកម្ពុជាខាងជើងកងទ័ពទាំងនេះបានយកខេត្តស្ទឹងត្រែងរួចមកទ័ពទាំងនោះបានធ្វើដំណើរលុកលុយចុះតាមទន្លេធំរហូតដល់កំពង់ចាមទើបកងទ័ពខ្មែរវាយបកដេញទ័ពសៀមនិងទ័ពលាវខ្ចាត់ខ្ចាយចេញទៅវិញអស់ក្រោយមកនៅគ្រិស្តសករាជ1600ផ្លាយយួនចាប់ផ្ដើមចូលលុកលុយយកខេត្តស្ទឹងត្រែងប៉ុន្តែគ្រានោះទ័ពសៀមបានវាយចាញ់យួនទៅវិញនៅវេលាចំបាំងខេត្តស្ទឹងត្រែងចំណោះឲ្យខេត្តចម្ប៉ាសាក់ឯខេត្តចម្ប៉ាសាក់ចំណោះឲ្យស្រុកសៀមទៀតនៅឆ្នាំ1814ទ័ពសៀមបានលុកលុយចូលនគរខ្មែរចាប់តាំងពីព្រំខេត្តព្រំទេពទៅដល់ភ្នំដងរែកទ័ពសៀមបន្តលុកលុយយកខេត្តមលូព្រៃខេត្តទន្លេពៅកាលនោះទ័ពសៀមបានឈ្នះសឹកដោយងាយបន្ទាប់មកទៀតពួកគេបានបន្តឆ្លងទន្លេហើយចូលលុកលុយយកខេត្តស្ទឹងត្រែងជាថ្មីបញ្ចូលទៅក្រុងសៀមលុះខេត្តស្ទឹងត្រែងធ្លាក់ទៅជាខេត្តសៀមគ្រានោះព្រះករុណាក្រុងកម្ពុជាបានផ្ដាច់ការទំនាក់ទំនងជាមួយប្រទេសលាវដោយសារខេត្តស្ទឹងត្រែងខាំងជាប់ទៅនឹងស្រុកសៀមបន្ទាប់ពីក្រុងកម្ពុជាគម្លាតនៃការទំនាក់ទំនងជាមួយប្រទេសលាវយូរឆ្នាំរហូតដល់ឆ្នាំ1863គ្រាដែលបារាំងបានមកតាំងអាណាព្យាបាលនៅក្រុងកម្ពុជានៅឆ្នាំ1864ក្រុងសៀមជាប់សញ្ញានឹងក្រុងប៉ារីសែសបារាំងសែសហើយក្រុងកម្ពុជាពេលនោះសៀមបានប្រគល់ខេត្តទន្លេពៅមលូព្រៃស្ទឹងត្រែងសៀមប៉ាងមកឲ្យកម្ពុជាវិញប៉ុន្តែសៀមគ្មានប្រាថ្នានឹងឲ្យមកវិញទាល់តែសោះតែសៀមទាល់តម្រេះដោយសារជាប់កិច្ចសញ្ញាបន្ទាប់ពីសង្គ្រាមបារាំងសៀមឆ្នាំ1893ស្ទឹងត្រែងត្រូវបានគ្រប់គ្រងដោយឡាវក្រោមបារាំងពីឆ្នាំ1893ដល់ឆ្នាំ1904នៅឆ្នាំ1893បារាំងបានបង្ខំសៀមដោយថ្វីដៃដើម្បីឲ្យសៀមបង្វែរខេត្តខ្មែរមកឲ្យក្រុងកម្ពុជាវិញខ្លះដូចជាខេត្តស្ទឹងត្រែងជាដើមគ្រានោះសៀមផិតភ័យចុះសិទ្ធិសញ្ញានៅថ្ងៃទី13ខែតុលាឆ្នាំ1893ដោយសុកចិត្តលះបង់ចោលដីខេត្តហើយទឹកដីប៉ែកត្រើយខាងឆ្វេងទន្លេមេគង្គទាំងអស់ឲ្យបារាំងសែសពេលនោះខេត្តស្ទឹងត្រែងសៀមប៉ាងត្រូវចំណោះក្រុងលាវហេតុដូច្នេះក្រុងសៀមបានប្រគល់តែខេត្តទន្លេពៅនិងខេត្តមលូព្រៃតាមសន្ទសញ្ញារបស់បារាំងចុះថ្ងៃទី13ខែកុម្ភៈឆ្នាំ1904នៅឆ្នាំ1904ឡាវក្រោមបារាំងបានដោះដូរខេត្តនេះទៅអាណាព្យាបាលបារាំងនៃកម្ពុជាជាថ្នូរនិងតំបន់ខ្លះនៃខេត្តចម្ប៉ាសាក់ដោយបន្សល់ទុកជនជាតិភាគតិចឡាវមួយនៅក្នុងប្រទេសកម្ពុជាក្រោយមកមានសន្ធិសញ្ញាបារាំងចុះថ្ងៃទី6ខែធ្នូឆ្នាំ1914បានដាក់ខេត្តស្ទឹងត្រែងនិងសៀមប៉ាងបញ្ចូលមកក្នុងក្រុងកម្ពុជាវិញខេត្តស្ទឹងត្រែងក៏បានកែប្រែថ្មី
គឺមានរាជការគ្រប់គ្រងរដ្ឋបាលពីរខេត្តគឺខេត្តស្ទឹងត្រែងមួយនិងខេត្តមូលពូមកមួយស្រុកវើនសែងដោយសារទីតាំងព្រំដែននៃខេត្តនេះផងនិងព្រំព្រៃនៅភាគឦសាននៃខេត្តផងទៀតខេត្តคล้ายកន្លែងក្តៅកគុកនៃសកម្មភាពបះបោរកុម្មុយនីសនិងជាគោលដៅសម្រាប់ក្របបែករបស់សហរដ្ឋអាមេរិកក្នុងទសវត្សរ៍ឆ្នាំ1960និង70ការបះបោរបានបន្តពីការជ្រៀតចូលពីប្រទេសវៀតណាមក្នុងទសវត្សរ៍ឆ្នាំ1950រហូតដល់ចុងឆ្នាំខ្មែរក្រហមខេត្តស្ទឹងត្រែងដោយមានផ្ទៃដី 11.092 គីឡូម៉ែត្រក្រឡា គឺខេត្តមួយដាច់ស្រយាលជាប់ព្រំដែនប្រទេសឡាវនិងមានប្រជាជនរស់នៅតិចតួចនៅឯភូមិភាគឦសាននៃប្រទេសកម្ពុជាហើយមានព្រំប្រទល់ជាប់ប្រទេសឡាវនៅផ្នែកខាងជើងខេត្តរតនគិរីនៅខាងកើតខេត្តព្រះវិហារនៅខាងលិចនិងខេត្តក្រចេះនិងខេត្តកំពង់ធំនៅខាងត្បូងខេត្តចែកចេញជា1ក្រុង5ស្រុក34ឃុំនិង128ភូមិខេត្តស្ទឹងត្រែងជាខេត្តដែលមានតែមួយគត់ខុសពីខេត្តផ្សេងទៀតរបស់កម្ពុជានៅក្នុងអាងនៃទន្លេមេគង្គព្រៃឈើធំទូលាយទន្លេនិងស្ទឹងប្រសពគ្នានិងដង់ស៊ីតេប្រជាជនទាបជាលក្ខណៈរបស់ខេត្តស្ទឹងត្រែងរួមបញ្ចូលផងដែរនៅកំណាត់ខាងលិចនៃឧទ្យានជាតិវីរៈជ័យដ៏ធំដែលអាចចូលទៅដល់ពីខេត្តសៀមរាបខេត្តនេះក៏មានទន្លេធំចំនួន4ផងដែរគឺទន្លេស្រែពកទន្លេកុងទន្លេសាននិងទន្លេមេគង្គដែលមានកោះតូចរាប់រយដែលរាយប៉ាយនៅលើទន្លេដែលលាតសន្ធឹងក្នុងខេត្តស្ទឹងត្រែងរហូតមកដល់ខែកុម្ភៈឆ្នាំ2022ជាខេត្តមួយក្នុងចំណោមខេត្តមួយចំនួនដែលអ្នកអាចឃើញផ្សោតដ៏កម្រនិងជិតផុតពូជនៅក្នុងព្រៃក្បែរព្រំដែនឡាវស្រុកបូរីអូស្វាយសែនជ័យនិងអន្លង់ឈើទាលក្នុងខេត្តស្ទឹងត្រែងអាកាសធាតុនៅខេត្តស្ទឹងត្រែងរដូវវស្សាមានភ្លៀងធ្លាក់ខ្លាំងរដូវប្រាំងមានពពកច្រើនផ្នែកហើយក្តៅពេញមួយឆ្នាំក្នុងអំឡុងពេលនៃឆ្នាំសីតុណ្ហភាពជាធម្មតាប្រែប្រួលពី20អង្សាសេ60ទៅដល់38អង្សាសេហើយកម្រទាបជាង16អង្សាសេឬលើសពី40អង្សាសេរដ្ឋបាលខេត្តស្ទឹងត្រែងរួមមាន1ក្រុង5ស្រុកក្នុងនោះរួមមាន30ឃុំនិង4សង្កាត់មានដូចជាស្រុកសេសានសៀមបូកសៀមប៉ាងស្ទឹងត្រែងថាឡាបារិវ៉ាត់បូរីអូស្វាយសែនជ័យសេដ្ឋកិច្ចអត្រាភាពក្រីក្ររបស់ប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែងមានការថយចុះពី 27% ក្នុងឆ្នាំ2016មកត្រឹម 24% ក្នុងឆ្នាំ2019ដែលកំណើនផលិតផលក្នុងស្រុកសរុបសម្រាប់ប្រជាជនម្នាក់កើនឡើងពី $1.150 ក្នុងមួយឆ្នាំ2016ដល់ប្រមាណ$1,500ក្នុងមួយឆ្នាំ2019ខេត្តស្ទឹងត្រែងស្ថិតនៅភាគឦសាននៃប្រទេសមានចម្ងាយ455គីឡូម៉ែត្រពីរាជធានីភ្នំពេញមានប្រជាពលរដ្ឋសរុប159,565 នាក់ខេត្តស្ទឹងត្រែងមានការរីកចម្រើនខ្ពស់ផ្នែកកសិកម្មឧស្សាហកម្មដែលបានកសាងប្រព័ន្ធស្រោចស្រពចំនួន11កន្លែងប្រវែង 11,288 ម៉ែត្រអាងស្តុកទឹកមានប្រមាណបរិមាណ28លានម៉ែត្រគូបទ
ទំនប់ទ្វារទឹកការពារទឹកជំនន់4កន្លែងក្នុងក្រុងស្ទឹងត្រែងយោងតាមរបាយការណ៍របស់ខេត្តស្ទឹងត្រែងបានឲ្យដឹងថាផលិតផលនិងផលិតកម្មកសិកម្មសម្រាប់បានមានផ្ទៃដីស្រូវស្រែនិងស្រូវចម្ការចំនួន28,000 ហិកតានិងផ្ទៃដីដាំដំណាំកសិកម្មឧស្សាហកម្មមានកៅស៊ូចំនួន20,000 ហិកតាស្វាយចន្ទី20,000 ហិកតាស្វាយកែវរមៀត3,000 ហិកតាចេកអំបូងលឿង800 ហិកតាដំឡូងមី12,000 ហិកតាព្រមទាំងផ្ទៃដីដាំដំណាំកសិឧស្សាហកម្មផ្សេងទៀតដែលមានដូចជាម្នាស់ល្ងសណ្តែកសៀងជាដើមប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែងប្រមាណជា 80% ប្រកបរបរកសិកម្មដូចជាផ្លែចេកដំបងស្វាយកែវរមៀតដំណាំស្រូវស្វាយចន្ទីកៅស៊ូម្នាស់ទឹកឃ្មុំផ្លែទុរេនខេត្តស្ទឹងត្រែងក៏មានការចិញ្ចឹមគោក្របីជ្រូកមាន់និងទាជាដើមដែលមានសត្វគោប្រមាណជិត 30,000 ក្បាលក្របី35,000 ក្បាលជ្រូក30,000និងសត្វបក្សី140,000 ក្បាលសេដ្ឋកិច្ចខេត្តស្ទឹងត្រែងពឹងផ្អែកលើវិស័យកសិកម្មតែប៉ុណ្ណោះចំការផ្សេងៗដូចជាឈើកៅស៊ូនិងគ្រាប់ប្រាក់ត្រូវបានគេសាងសង់ពាសពេញខេត្ត 85% នៃប្រជាជនរស់នៅក្នុងតំបន់ជនបទនៃខេត្តហើយពឹងផ្អែកលើវិស័យកសិកម្មសម្រាប់ប្រភពចំណូលរបស់ពួកគេការចិញ្ចឹមសត្វការនេសាទនិងការតម្បាញសូត្រក៏ជាឧស្សាហកម្មដ៏សំខាន់នៅក្នុងខេត្តផងដែរសាជីវកម្មជាតិប្រេងឧស្ម័ននិងលោហៈធាតុរបស់ប្រទេសជប៉ុនបានរកឃើញខ្សែក្រវ៉ាត់រ៉ែតុងដែងនិងស័ង្កសីនៅក្នុងខេត្តក្នុងឆ្នាំ2019ហើយក្រុងនឹងបង្កើតការរុករកបន្ថែមទៀតជាមួយដៃគូជប៉ុនដើម្បីទាញយករ៉ែទីតាំងរុករករ៉ែនេះមានចម្ងាយប្រហែល260 គីឡូម៉ែត្រភាគខាងជើងរាជធានីភ្នំពេញផ្សារមានដូចជាផ្សារសៀមប៉ាងស្ទឹងត្រែងនិងអឹមធ្នួនតំបន់ទេសចរណ៍1រមណីយដ្ឋានអូពងមាន់មានទីតាំងស្ថិតនៅភូមិពងមាន់ឃុំអូពងមាន់ស្រុកស្ទឹងត្រែងមានចម្ងាយ9 គីឡូម៉ែត្រពីទីរួមខេត្តតំបន់នេះជាប្រភេទរមណីយដ្ឋានធម្មជាតិនិងកែច្នៃ2រមណីយដ្ឋានថាឡាបរិវត្តមានទីតាំងស្ថិតនៅក្នុងស្រុកថាឡាបរិវត្តដែលមានចម្ងាយ4 គីឡូម៉ែត្រពីទីរួមខេត្តតំបន់នេះត្រូវធ្វើដំណើរឆ្លងកាត់ទន្លេសេកុងនិងទន្លេមេគង្គទៅកាន់ផ្លូវខេត្តព្រះវិហារថាឡាបរិវត្តជាប្រភេទរមណីយដ្ឋានប្រវត្តិសាស្ត្រដែលនៅក្នុងតំបន់នោះមានប្រាសាទព្រះគោកសាងឡើងនៅសតវត្សទី7និងទី8ធ្វើអំពីឥដ្ឋក្រហមក្នុងរជ្ជកាលស្ដេចជ័យវរ្ម័នទី1 3រមណីយដ្ឋានកោះខ្សាច់មានទីតាំងនៅលើដងទន្លេសេកុងដែលមានចម្ងាយ5 គីឡូម៉ែត្រពីទីរួមខេត្តតំបន់នេះជាប្រភេទរមណីយដ្ឋានធម្មជាតិតាមរដូវគឺអាចទៅលេងកម្សាន្តបាននៅរដូវប្រាំងជាពិសេសពេលបុណ្យចូលឆ្នាំប្រពៃណីខ្មែរយើង4វត្តហាំងខូបាមានទីតាំងស្ថិតនៅតាមភូមិហាំងខូបាឃុំហាំងខូស្រុកស្ទឹងត្រែងមានចម្ងាយ6 គីឡូម៉ែត្រពីទីរួមខេត្តលក្ខណៈពិសេសរបស់ស្ទឹងត្រែងគឺមាន2យ៉ាង1ផ្លែអំពិលផ្អែម2ត្រីប៉ាសេអ៊ីនិងត្រីប៉ាវ៉ាបាទរឿងប្រវត្តិរបស់ខេត្តស្ទឹងត្រែងសូមបញ្ចប់ត្រឹមតែប៉ុណ្ណេះ
បើសិនជាបងប្អូនពេញចិត្តនៅការអត្ថាធិប្បាយរបស់ខ្ញុំសូមកុំភ្លេចជួយ Subscribe Channel YouTube ទាំងអស់គ្នាដើម្បីខ្ញុំលើកយកប្រវត្តិខេត្តផ្សេងៗទៀតក៏ដូចជាប្រវត្តិសាស្ត្រខ្មែរយើងជាច្រើនទៀតយកមកអត្ថាធិប្បាយជូនបងប្អូនស្ដាប់កំសាន្តជារៀងរាល់ថ្ងៃហើយបើសិនជាការអត្ថាធិប្បាយរបស់ខ្ញុំមានការខុសឆ្គងខ្វះខាតលើសលប់កន្លែងណាមិនសមរម្យសូមបងប្អូនអ្នកស្ដាប់ទាំងអស់គ្នាជួយអធ្យាស្រ័យអភ័យទោសដល់រូបខ្ញុំបាទជាអ្នកអត្ថាធិប្បាយផងចុះនៅពេលនេះសូមអរគុណសូមជម្រាបលាជួបគ្នានៅការអត្ថាធិប្បាយរបស់ខ្ញុំក្រោយៗជាបន្តទៀត